បងប្អូនអ្នកប្រើប្រាស់ Telegram បើមិនចង់បាត់បង់ Telegram ទេសូមបងប្អូនអនុវត្តទាំង3ចំណុចដែលខ្ញុំនឹងបង្ហាញនៅពេលនេះព្រោះថា Telegram គឺមានសម្រាប់សំខាន់ណាស់ក្នុងការប្រើប្រាស់ជាប្រចាំថ្ងៃដើម្បីទំនាក់ទំនងរវាងគ្នាទៅវិញទៅមកហើយនឹងផ្ញើឯកសារផ្ញើរូបភាពផ្ញើfile អីផ្សេងៗដើម្បីទំនាក់ទំនងគ្នាធ្វើការជាមួយនឹងគ្នាបងប្អូនបាទអ្នកធ្វើការងារក៏ដោយអ្នកប្រើប្រាស់អនឡាញក៏ដោយអ្នកលក់អីវ៉ាន់លក់អីគឺសឹងតែប្រើប្រាស់ Telegram ទាំងអស់គ្នាហើយបងប្អូននៅនាពេលបច្ចុប្បន្ននេះនឹងបងប្អូនវិធីទី1នោះគឺយើងចាក់លេខកូដហ្នឹងចាក់លេខកូដពីតង់បងប្អូនបាទយើងចូលមកក្នុងគឺថា setting បងប្អូន setting Telegram របស់យើងហ្នឹងយើងចូលមកចុចចូល setting របស់យើងមកបន្ទាប់មកយើងចុច setting បន្ទាប់មកយើងចុចពាក្យយក privacy and security ហ្នឹងហើយបងប្អូនមកចុចលើពាក្យហ្នឹងមកបន្ទាប់មកយើងចុចទៅលើពាក្យ two step verification ហ្នឹងហើយបងប្អូនបាទយើងចុចទៅលើពាក្យហ្នឹងមកបងប្អូនបាទបើកមុខងារហ្នឹងមកយើង add យើងដាក់ password បងប្អូនបាទយើងដាក់ password មកហ្នឹងហើយចុចដាក់ password ទៅ1 2 3 4 5 6 7 8 9ដល់មកបន្ទាប់យើង create password ហ្នឹងហើយយើង create password មករួចជាការស្រេចហ្នឹងបងប្អូនបាទយើងវិធីការពាររបស់យើងគឺមិនមានជនទី3ណាអាចលុកចូលក្នុង Telegram របស់យើងបានទេទោះតែស្គាល់ password ដែលយើងបានចាក់ហ្នឹងហើយបន្តមកទៀតវិធីទី2គឺ device បងប្អូនបាទ device ហ្នឹងហើយយើងទី2គឺយើងមើល device យើងមើលចូលក្នុង setting ដែរបងប្អូនបាទយើងចុចទៅលើ Telegram របស់យើងមកបាទបន្ទាប់មកយើងចុច setting យើងចុច setting យើងមើលពាក្យ device បាទហើយបើយើងសង្ស័យថាមានអ្នកចូលលុកចូលនៅក្នុង account របស់យើងគឺយើងចុចមកនេះយើងចុចទៅលើនឹងមកហើយយើង terminate season ហ្នឹងហើយយើងចុចទៅលើហ្នឹងមកវាទៅបាត់ហើយបងប្អូនបាទនៅតែយើងកាន់កាប់ដដែលហ្នឹងហើយចំណុចទី3បងប្អូនបាទចំណុចទី3គឺងាយទេបងប្អូនបាទគឺក្រុមហ៊ុនហ្នឹងហើយបងប្អូនបាទក្រុមហ៊ុន Telegram ឬអីជនណាដែលផ្ញើ link មកយើងហ្នឹងហើយបងប្អូនបាទកុំចូលអសោះបងប្អូនបាទយើង delete ចោលទៅបងប្អូនបាទ delete ចោលគឺជាការស្រេចហើយគឺយើងមិនកុំចូលបើចូលអាចមានបញ្ហាគេ hack account Telegram របស់យើងអាច hack បានហ្នឹងហើយបងប្អូនងាយទេ3ចំណុចនេះគឺយើងយកអនុវត្តជាប្រចាំទៅគឺមិនងាយបាត់បង់ account Telegram របស់យើងទេហើយបងប្អូនវិធី3នេះគឺមានសម្រាប់សំខាន់ណាស់បងប្អូនបាទហ្នឹងហើយបងប្អូនវីដេអូនេះមានតែប៉ុណ្្នឹងទេកុំភ្លេចជួយ share និង like ហើយ follow ម្នាក់មួយផងបាទសូមជម្រាបលាបងប្អូនបាទសូមអរគុណ